រៀបសួរទាំងអស់គ្នាចឹងថ្ងៃនេះជាថ្ងៃដំបូងដែលយើងចាប់ផ្ដើមថ្នាក់ Revit Structural ចឹងតកតងទៅនឹងការរៀបចំប្លង់ Structural នៅក្នុង Revit គឺវាងាយស្រួលច្រើនដែលយើងអាចនិយាយថាឥឡូវនេះគឺពេញនិយមសម្រាប់យើងសម្រាប់លើការ drawing ដែលវាមាន detail ច្បាស់លាស់ហើយងាយស្រួលនៅក្នុងការវិភាគ analyze ទៅលើ project របស់យើងមួយនៅក្នុងប្លង់ structural អញ្ចឹងឥឡូវយើងចាប់ផ្ដើមដំបូងទាំងអស់គ្នាបើក file មកគឺតទេស្អាតអញ្ចឹងជំហានដំបូងទី1គឺយើងយក new នេះណាដោយសារយើងត្រូវការបើក template ដែលខ្ញុំផ្ដល់ឲ្យទៅដើម្បីយើងរៀបចំចាប់ផ្ដើមប្រើទៅលើ tool របស់ Revit ហើយអនុវត្តទៅលើ project របស់យើងអញ្ចឹងយើងយក new មកណាកន្លែងនេះយើងយកពាក្យ new អញ្ចឹងវានឹងចេញ new project ហើយកន្លែង create new នេះយើងយក new project ដដែលប៉ុន្តែកន្លែង template file នេះយើងអត់ប្រើ Imperia នេះទេហើយក៏ Matrix ក៏យើងអត់ប្រើដែរយើងចូលទៅ browser ហើយ select យកនៅ template ដែលខ្ញុំបានផ្ដល់ជូនអញ្ចឹង template ដែលខ្ញុំផ្ដល់ជូនហ្នឹងទាំងអស់គ្នាទុកនៅកន្លែងណាគឺយើងទៅយកវាមកអញ្ចឹងខ្ញុំទុកក្នុង Drive D ហើយខ្ញុំទុកអូខេអញ្ចឹងនៅក្នុង file Revit របស់ខ្ញុំនេះវា2025អញ្ចឹងណាហើយយើងអាចបើកមួយណាក៏បានដែរទាំង2024 2025យើងបើកចេញទាំងពីរអញ្ចឹងណាឧទាហរណ៍ខ្ញុំបើក2024អញ្ចឹងយើងប្រើមួយណាក៏បានដែរពីរហ្នឹងអញ្ចឹងយើងពិនិត្យមើលឈ្មោះបន្ទាប់ពីយើងបើកហើយយើងពិនិត្យមើលអូខេត្រូវហើយគឺយើងអូខេតែម្ដងអានេះវាគ្រាន់តែចេញមកបញ្ជាក់ប្រាប់ថាយើងបាន upgrade នៅ file របស់យើងពី2024មក2025ហើយយើងចុច continue working with the file អញ្ចឹងនៅពេលដែលចេញមកដំបូងគឺបែបនេះហើយយើងព្យាយាមមើលខាងឆ្វេងខាងស្ដាំនេះត្រូវមានទី1យើងមាន project browser ទី2យើងត្រូវមាន structural plan ណាត្រូវមានអានឹងអញ្ចឹងសម្រាប់គ្នាយើងថ្មីយើងអត់បាច់ខ្វាយខ្វល់លើ tool នេះទេអ្វីដែលយើងត្រូវចេះដំបូងបង្អស់គឺការរៀបចំមើលប្លង់ថាប្លង់របស់យើងដែលយើងត្រូវគូសនឹងយើងចេះអានប្លង់ហើយនៅអញ្ចឹងណាដើម្បីឲ្យយើងគូប្លង់ទៅវាបានត្រឹមត្រូវអញ្ចឹងតើតើនឹង tool យើងនឹងរៀនប្រើប្រាស់អនុវត្តជាក់ស្ដែងអញ្ចឹងខ្ញុំបើកប្លង់អញ្ចឹងនេះប្លង់ដែលយើងត្រូវគូអញ្ចឹងយើងត្រូវគូទាំងអស់នេះរហូតដល់យើងគូដល់ប្លង់សរសៃដែកអញ្ចឹងណាអញ្ចឹងយើងប្លង់ detail សរសៃដែកអីហ្នឹងគឺយើងចាប់ដើមគូសរៀបចំទៅទាំងអស់ទាំងការរៀបចំ BOQ ទាំងសរសៃដែកជើងតាងអីហ្នឹងគឺយើងគូសមកទាំងអស់អញ្ចឹងយើងចាប់ផ្ដើមដំបូងយើងអត់បាច់ខ្វាយខ្វល់ច្រើនទេយើងចាប់ផ្ដើមទៅមើលប្លង់នៃដំបូងបង្អស់បើយើងគឺប្លង់បាត ground floor នេះអញ្ចឹងយើងមើលនៅក្នុងប្លង់បាត ground floor plan នេះ layout plan នេះគឺយើងត្រូវចេះអានប្លង់អញ្ចឹងយើងមើលនៅក្នុងប្លង់របស់យើងមាន grid អីគេខ្លះអញ្ចឹងទី1យើងមើលមាន grid បើយើងមាន grid លេខ1លេខ2លេខ3អញ្ចឹងបន្ទាប់មកទៀតមាន grid A0 A B C D ដល់ F អញ្ចឹងយើងត្រូវមើល grid របស់យើងតើ grid ហ្នឹង grid គេហៅថាពីមុខណាពីមុខនៃប្លង់របស់យើងពីមុខនៃប្លង់របស់យើងគឺយើងប្រើ grid 1 2 3 1 2 3ហើយ grid បដោយរបស់យើងនេះ grid បដោយរបស់យើងនេះគឺយើងតាំងដោយអក្សរ A B C D រហូតដល់ F អញ្ចឹងអានេះយើងមើលតែ grid ប៉ុណ្្នឹងទេណាត្រូវចេះមើលប្រយ័ត្នយើងមើលអត់ដឹងថាខាងណាខាងមុខណាយើងមើល project របស់យើងឃើញទេនេះអានេះខាងមុខនេះ
ចឹងនេះខាងមុខអញ្ចឹងដល់ពេលដែលយើងមើលប្លង់ដូចគ្នាយើងត្រូវមើលប្លង់ខាងមុខរបស់យើងវានៅក្នុង grid ណាដែលរត់នេះឃើញទេ grid 1 2 3អញ្ចឹងយើងត្រូវចេះមើលអាហ្នឹងដើម្បីយើងគូសទៅកុំឲ្យច្រឡំកុំឲ្យស្រាប់តែពេលគូសទៅ A B C ទៅជាមក grid ខាងមុខវិញហើយ1 2 3ទៅចេញ4 5 6ទៅជា grid បដ ாய் វិញអញ្ចឹងប្រយ័ត្នខុសកន្លែងហ្នឹងអញ្ចឹងយើងមើលតែប៉ុណ្្នឹងទេដំបូងណាអញ្ចឹងនៅក្នុងមេរៀនដំបូងរបស់យើងទី1គឺចេះទាញ template ចូលឲ្យបានត្រឹមត្រូវហើយទី2គឺយើងមើល grid line របស់យើងឲ្យត្រឹមត្រូវអញ្ចឹងពេលមេរៀនក្រោយយើងនឹងចាប់ផ្ដើមគូស grid line ផ្ទាល់នៅលើប្លង់របស់យើងតែម្ដងបាទអរគុណ